81ប្រទេសកម្ពុជាជាប់លេខ81ខ្ញុំគិតថាយើងគួរតែឈប់អួតទៅហើយរៀនទទួលស្គាល់จากការពិតដកដង្ហើមឲ្យវិញគិតពិចារណាឲ្យអភិវឌ្ឍខ្លួនអន្តរជាតិមានកម្មវិធីមួយដែលមានឈ្មោះថា PISA ជាកម្មវិធីដែលវិតម្លៃការសិក្សារបស់សិស្សទូទាំង81ប្រទេសនៅលើពិភពលោកវៀតណាមគេជាប់លេខ31ចំណែកថៃគេជាប់លេខ58កម្ពុជាយើងជាប់លេខ81ដែលគេវិតម្លៃត្រឹម81ប្រទេសហើយយើងនៅចុងពោលគេហ្មងហើយលេខ1ដល់លេខ4សុទ្ធតែជាប្រទេសដែលមានខ្សែស្រឡាយឈាមជ័រជាជនជាតិចិនសិង្ហបុរីហុងកុងតៃវ៉ាន់កូរ៉េគឺជាប់លេខ1ដល់លេខ4មកប្រៀបនឹងយើងវិញការវិតម្លៃការសិក្សារបស់សិស្សក្នុងចំណោម81ប្រទេសទូទាំងពិភពលោកកម្ពុជាជាប់លេខ81ចឹងយើងគួរតែរៀនទទួលស្គាល់ខ្លួនឯងថាយើងវានៅចំណុចណាអាការដែលអួតក្អេងក្អាងរបស់យើងពីលីអាវ៉ាសែដើរហើរសុបាយចាយវាយធនធានមនុស្សតែពេលស្នងរស័យចង់ស្អុយលួចអស់ហើយ3 4 10រត់ចោលគ្រួសារអស់ក្មេងទំនើបបង្កើតបានជាក្រុមបកពួកកាប់ចាក់ឆក់ប្លន់លួចពីវិពីការគ្រឿងញៀនហូរចូលអនាធិបតេយ្យលបែងអនឡាញភ្នាល់សំបីទៅវាយបាល់ក៏ភ្នាល់គ្នាដែរក៏ដាក់លុយដែរឆ្នោតនៅគ្រប់សង្កាត់ឃើញកដាកដាភ្នែកគ្រឿងសង្វឹងលក់ឲ្យអត់រឹសយុវ័យទេបាទ18ឡើងហូបបានអត់ថាតែក្រោម18ក៏នៅមានសិទ្ធិទិញបានឪពុកម្ដាយអាចប្រើកូនយុ4 10ឆ្នាំទៅទិញស្រាយមកផឹកបានអត់មានវិធានការនៃការហាមឃាត់អ្វីដែលជាពិសេស creator នៅក្នុងសង្គមម្ចាស់ brand ធំដែលមានឥទ្ធិពលក្នុងការបង្កើតមាតិកាបង្កើតសាច់រឿងបង្កើតវីដេអូដើម្បីផ្សព្វផ្សាយក្នុងសង្គមច្រើនតែយកពួកបំពុលសង្គមយកមកធ្វើច្រើនតែយកវប្បធម៌បរទេសយកមកលីឡំហើយគេថាអូពិភពលោកគេដល់ណាហើយកុំជាតិនិយមពេកកុំឲ្យដោយសារតែខួរក្បាលទាំងអស់គ្នាបែបហ្នឹងហើយទើបយើងមួយជំហានណាក៏នៅតែចាញ់គេនឹងកុហកខ្លួនឯងដោយសារយើងអន់ទៅគេមើលងាយហើយមិនបាច់ចាំឆ្ងល់ទេ81ប្រទេសជាប់លេខ81ពិភពលោកគេមើលសម្លឹងមកយើងបែបណាគេមិនបាច់មកជន់ដីយើងក៏គេសម័យចេញពីវាសនាប្រទេសយើងបានដែរតែយើងគ្មានការសិក្សាបែបហ្នឹងហើយគេសម័យថាអនាគតប្រទេសយើងនឹងខ្លាចជាបែបណាបាត់ហើយព្រោះតំពាំងស្នងឫស្សីតំពាំងស្អុយរលួយឫស្សីមិនអាចដុះបានមេធៀងល្អទេគង់តែកងែងកងងឬក៏មិនអាចដុះខ្លាចជាឫស្សីទីគាត់ថាបានដែរនេះជាយោបល់អំពីខ្ញុំសំណូមពរត្រឡប់ទៅវិញបងប្អូនកូនក្មួយទាំងអស់សូមមេត្តាគិតគូរពីការរៀនសូត្រលោកឪពុកអ្នកម្ដាយខ្ញុំដឹងតែដោយសារជីវភាពទៅលោកអ្នកបានប្រឡែងដៃឲ្យកូនធ្វើតាមអំពើចិត្តព្រោះតែហត់នឿយនឹងការរកស៊ីចិញ្ចឹមជីវិតតែសូមរឹតបន្តឹងបន្ថែមបន្តិចកូនដែលគិតខំរៀនសូត្រអូនកុំពីលីអាវ៉ាសែកុំអបាយមុខកុំប្រឡូកគ្រឿងញៀនកុំវាយកាប់ចាក់អាញាធរគាត់មូលដ្ឋានសូមពង្រឹងដោយការអប់រំដ៏ធំទូលំទូលាយបាទកុំប្រើវិធានការបង្ក្រាបសូមប្រើវិធានការអប់រំបាទធ្វើរបងមុនគោបាត់កុំគោបាត់ទៅធ្វើរបងបាទហើយសម្រាប់ម្ចាស់ brand ធំអ្នក creator ទាំងអស់ធ្វើមាតិកាក្នុងសង្គមកុំយករឿងអត់បានការកុំយករឿងអត់ប្រយោជន៍យកមកផ្សព្វផ្សាយមកសួរនាំធ្វើ content បំពុលសង្គមអត់ប្រយោជន៍បើគ្មានប្រយោជន៍ដល់សង្គមទេកុំធ្វើនៅឲ្យស្ងៀមចោះទុកឲ្យអ្នកដែលគេធ្វើដើម្បីសង្គមគេមានឱកាសចូលមកក្នុង timeline របស់ប្រជាជនកម្ពុជាបានស្ដាប់បានជ្រាបបានសិក្សាបានស្វែងយល់ខ្លះផងបើរឿងទាំងអស់គ្នាគ្រាន់តែអាណាយកប្តីប្រពន្ធអាណាណៃសៀបាត់ដៃចោលបាយហ្នឹងគ្រាន់តែអាណាចពាក់លុយអាណាគេធ្វើ content យុទ្ធសាស្ត្រទីផ្សាររបស់គេដើម្បីយោងគ្នាងើបមុខគ្នាសោះណែឯងគេផ្សាយចង់បាក់ដៃបាក់ជើងពួកអា fake MMO រលុយអត់ខួរក្បាលមួយចំនួនផ្សាយតែរឿងបំពុលសង្គមទាំងអស់នេះហើយទើបប្រទេសយើងមិនរីកចម្រើនប្រទេសរីកចម្រើនឯព្រោះទៅបានអាស្រ័យលើមានការយល់ដឹងពីប្រជាជនពីណាគេគឺពីខ្លួនឯងទៅគ្រប់ការងារទាំងអស់តាំងពីថ្នាក់ទាបរហូតដល់ថ្នាក់ខ្ពស់តាំងពីគ្រប់វិញ្ញាសាគ្រប់ចំណេះជំនាញទាំងអស់តែមានដាក់បញ្ចូលនៃការអប់រំនិងការអភិវឌ្ឍនិងការចែករំលែកដើម្បីសង្គមមួយនេះរីកចម្រើនបើធ្វើដើម្បីអាត្មានិយមខ្លួនឯងមិនខ្វល់តែប៉ះពាល់អ្នកណាឲ្យខ្លួនឯងបាន view បាន like បាន share បានលុយពីការធ្វើ content អាហ្នឹងយើងអាត្មានិយមសុទ្ធសាធហើយជាពិសេសបងប្អូនដែលតែងតែធ្វើ trend តបតែងខ្លួនតាមបរទេស hero បរទេសខ្មោចព្រីបិសាចយកទៅដើរនៅ Wall Street ទី2អ្នកដែលកាន់ម៉ៃគិតម៉ៃមួយដើរសួរគេអូរវាងសុកវិស័យនឹងនេះអូរវាងនេះនោះសិតចែកកន្ធិនអត់បានការបំពុលសង្គមទាំងអស់ហើយរឿងតាមដានគ្រួសារគេបែកបាក់អាណាឆ្លោះអាណាបែរណានេះបកែណាលុបចោលលុបទៅគឺតាមដាន40ទីតាំងព្រំដែនយ៉ាងម៉េចហើយបើអ្នកជាខ្មែរកែឡើងអរគុណជម្រាបលា